ខ្ញុំបានធ្វើការនៅសេវាកម្មផ្គត់ផ្គង់ម្ហូបអាហារសម្រាប់ពិធីជប់លៀងអស់រយៈពេល15ឆ្នាំមកហើយកាន់ថ្មក្រហមនិងរបស់ភូមិទាំងមូលនៅលើស្មារបស់គាត់មនុស្សគ្រប់គ្នានៅក្នុងភូមិជុំវិញហៅខ្ញុំថាបុកផ្ទះបាយងូតទឹកប៉ុន្តែពេលខ្ញុំរៀបចំពិធីជប់លៀងមានតម្លៃ150យួនក្នុងមួយតុពេលវាឡើងដល់200តាមពិតពួកគេក្រឡាប់តុរបស់ខ្ញុំលីនរួយហ្វេងចេញមកនេះតើមានអ្វីកើតឡើងចំពោះមេងហុងម៉ៃមានរឿងអ្វីខ្ញុំសូមសួរអ្នកថាតើអ្នកគិតថ្លៃប៉ុន្មានសម្រាប់តុនេះខ្ញុំបានជូនដំណឹងដល់ពួកគេកាលពី2សប្តាហ៍មុនតម្លៃម្ហូបអាហារបានកើនឡើង200ក្នុងមួយតុ200អ្នកធ្លាប់មានអាយុ150ឆ្នាំឥឡូវនេះវាបានកើនឡើងដល់200វាបានកើនឡើង1/3ហើយបងប្អូនឲ្យសុំស្ដាប់លីនរួយហ្វេងបានធ្វើការនៅក្នុងភូមិអស់រយៈពេល15ឆ្នាំស្លាប់រឹងពួកគេចាប់ផ្ដើមបោកប្រាស់អ្នកស្គាល់គ្នាវាគ្រាន់តែដំឡើងថ្លៃនៅនឹងកន្លែងប៉ុណ្ណោះតើអ្នករកបានប៉ុន្មាននៅក្នុងភូមិក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះពួកគេនៅតែមានឆន្ទៈក្នុងការបង្កើនតម្លៃលោកហ៊ីមីសិនតើអ្នកដឹងទេថាសាច់ជ្រូកមួយផនឥឡូវនេះមានតម្លៃប៉ុន្មានវាធ្លាប់មានតម្លៃ150ក្នុងមួយតុខ្ញុំនឹងមិនស្ដាប់រឿងឆោតល្ងងរបស់អ្នកទេថ្ងៃនេះខ្ញុំមិនឲ្យលុយអ្នកមួយកាក់មួយសេនទេស៊ុបដែលនៅលើមុខខ្ញុំកំពុងក្តៅខ្លាំងនៅពេលនោះប៉ុន្តែបេះដូងខ្ញុំត្រជាក់រួយហ្វេងហុងវៃតើអ្នកធ្វើបែបនេះដោយរបៀបណាម្ដាយរបស់រួយវិញក្នុងរយៈពេល15ឆ្នាំតើមានអ្វីទៅជាការអួតអាងថាខ្លួនមានឫទ្ធានុភាពលីនរួយហ្វេងអ្នកគិតតែពីខ្លួនឯងខ្ពស់ពេកហើយគ្មាននរណាម្នាក់នឹងបន្ទោសអ្នកទេចាំមើលថាតើអ្នកអាចទ្រាំបានប៉ុន្មានថ្ងៃបិទទ្វារ15ឆ្នាំខ្ញុំគិតថាមនុស្សគ្រប់គ្នាបានឃើញការខិតខំរបស់ខ្ញុំតើអ្នកណានឹងគិតថានៅទីបញ្ចប់មនុស្សគ្រប់គ្នានឹងចាត់ទុកវាជារឿងធម្មតាព្រោះគ្មានអ្នកណាឲ្យតម្លៃវាមិនអីទេខ្ញុំលែងត្រូវបង្ខំខ្លួនឯងទៀតហើយខ្ញុំបដិសេធមិនជឿថាខ្ញុំមិនអាចរស់នៅដោយគ្មានអ្នកបានទេយើងគ្មានអាហារបរិភោគទេស៊ុនដាប៊ីវតើអ្នកអាចដោះស្រាយរឿងនេះបានទេមីងហុងម៉ៃកុំបារម្ភអីខ្ញុំស៊ុនតាប៊ីវបានធ្វើជាចុងភៅអស់រយៈពេល15ឆ្នាំមកហើយតើខ្សែសង្វាក់នេះធ្លាប់ធ្លាក់នៅពេលណាទៅចំនួន151ចានចំនួន12ល្អជាងលីនរួយហ្វេងទៅទៀតតើអ្នកឲ្យខ្ញុំទេលីនរួយហ្វេងតើអ្នកទេមិនអីទេបើដូច្នោះទុកសាន់ដេប៊ីវធ្វើវាទៅខ្ញុំចង់ឃើញតើអ្នកអាចធ្វើអ្វីបានល្អជាមួយលុយ150យួនរយវិញបាក់ទ្វារខ្ញុំដឹងថាអ្នកនៅខាងក្នុងគេហ្វាងពិធីជប់លៀងខួបកំណើតរបស់ប៉ាខ្ញុំគឺថ្ងៃស្អែកអ្នកមិនអាចមើលរំលងវាបានឡើយកងទ័ពដៃខ្ញុំបានបង្ហោះសេចក្តីជូនដំណឹងមួយបិទសម្រាប់ភ្ញៀវទេសចរតើកំហឹងរបស់អ្នកចំពោះចៅហុងម៉ៃមានជាប់តាក់ទងអ្វីជាមួយខ្ញុំយើងស្គាល់គ្នាតាំងពីយើងនៅតូចសូមមើលមុខខ្ញុំបន្តិចបានទេចូលមកតើនេះជាអ្វីត្រីក្រៀមលឿងធំមួយដែលដឹកជញ្ជូនតាមផ្លូវអាកាសមានតម្លៃ120យួនក្នុងមួយជីន500ក្រាមឆ្អឹងជំនីជ្រូកខ្មៅ45យួនក្នុងមួយជីនផ្សិតម៉ាតស៊ូតាកេព្រៃមានតម្លៃ80យួនក្នុងមួយជីន500ក្រាមតើអ្នកកំពុងធ្វើអ្វីប្រសិនបើអ្នកកញ្ញាត្រីក្រូអាខើពណ៌លឿងធំមួយសម្រាប់1ផោននិងមួយសម្រាប់1តូននោះគឺ120ឆ្អឹងជំនីជ្រូករោមខ្មៅ2ជីន1គីឡូក្រាម90យួនផ្សិតម៉ាតស៊ូតាកេសាំងកសីតាក់កណ្ដាល40បន្ថែមគ្រឿងផ្សំផ្សេងទៀតគ្រឿងទេសឈូងនិងកម្លាំងពលកម្មតម្លៃគ្រឿងផ្សំក្នុងមួយតុគឺ230 250ខ្ញុំគិតថ្លៃ150ក្នុងមួយតុតើខ្ញុំត្រូវចំណាយប៉ុន្មានហេតុអ្វីបានជាអ្នកមិននិយាយលឿនជាងនេះតើខ្ញុំបាននិយាយអ្វីខ្ញុំបាននិយាយថាអ្នកភូមិតេទៀតខ្ញុំកំពុងខាត់លុយតើនោះមិនធ្វើឲ្យខ្ញុំមើលទៅដូចជាខ្ញុំកំពុងយកគិតយកទេម៉ាក់ខ្ញុំឈឺនៅពេលនោះអ្នកភូមិបានរៃអង្គាសប្រាក់បានចំនួន68,000ឪពុកខ្ញុំបាននិយាយមុនពេលគាត់ស្លាប់ទឹកមួយដំណក់ដែលត្រូវការនៅពេលដែលនីតិខូដៅហូរត្រឡប់មកវិញដោយការដឹងគុណនេះជាប្រាក់កក់ចំនួន1,500សម្រាប់ពិធីជប់លៀងខួបកំណើតឪពុករបស់អ្នកបន្ថែមសំណងចំនួន1,500ទៀតអេរ៉នអល់មីខ្ញុំបានបំពេញតាមការរំពឹងទុករបស់មនុស្សគ្រប់គ្នាស្នេហានេះបញ្ចប់ត្រឹមថ្ងៃនេះរួយហ្វេងតើអ្នកកំពុងព្យាយាមបំបែកមិត្តភាពរបស់យើងមែនទេមិនមែនជាការបែកបាក់ទេខ្ញុំមិនជំពាក់អ្វីអ្នកណាទេខ្ញុំមិនចង់បានលុយរបស់អ្នកទេអ្វីដែលខ្ញុំចង់បានគឺឲ្យអ្នករៀបចំពិធីមង្គលការឲ្យពុកខ្ញុំទីជន់ខ្ញុំមានសំណួរមួយសម្រាប់អ្នកបាននិយាយថាអ្នកនៅទីនោះនៅថ្ងៃដែលចៅហុងមិនបានក្រឡាប់ទៅរបស់ខ្ញុំមែនទេតើអ្នកបាននិយាយជំនួសខ្ញុំទេតើអ្នកមិននៅទីនេះទេប៉ុន្តែអ្នកនៅតែមើលខ្ញុំពេលគេចង្អុលមកហើយខ្ញុំថាគ្មានបេះដូងអ្នកមិនបាននិយាយពាក្យមួយម៉ាត់មកខ្ញុំទេខ្ញុំគិតថាវាជាការពិតអ្នកគិតថាខ្ញុំបានចំណេញអ្នកគិតថាខ្ញុំគ្មានបេះដូងទីជន់យើងជាបងប្អូននឹងគ្នាអស់រយៈពេល30ឆ្នាំហើយអ្នកមិនបានសួរខ្ញុំសំបីតែមួយសំណួរយល់ព្រមខ្ញុំយល់ហើយអ្នកទុកលុយនោះចុះខ្ញុំមិនយកទេប៉ុន្តែខ្ញុំនឹងប្រាប់អ្នកមិនបានរៀបចំពិធីជប់លៀងសម្រាប់ឪពុកខ្ញុំទេខ្ញុំនឹងមិនរៀបចំពិធីជប់លៀងខួបកំណើតនេះទេកូនប្រុសរបស់ខ្ញុំមកឲ្យកូនសុំទោសចំពោះបញ្ហាមែនទេខ្ញុំបានធ្វើបែបនេះមិនមែនដើម្បីរកការដឹងគុណទេដូច្នេះតើអ្នកកំពុងស្វែងរកអ្វីប៉ាខ្ញុំបាននិយាយថាដៃរបស់សិប្បករមិនមែនសម្រាប់រកលុយទេវាគឺសម្រាប់សងបំណុលនៃការដឹងគុណអ្នកទើបតែមានអាយុ20ឆ្នាំដើមប៉ុណ្ណោះនៅពេលដែលឪពុករបស់អ្នកបានទទួលមរណភាពនៅពេលនោះអ្នកជាអនុប្រធានចុងភៅនៅភោជនីយដ្ឋានលំដាប់ខ្ពស់មួយក្នុងរាជធានីអនាគតភ្លឺស្វាងមែនអ្នកឈប់ពីការងារដើម្បីខ្ញុំហើយត្រឡប់មកវិញគុំនិយាយវាអី15ឆ្នាំ
អ្នកបានផ្លាស់ប្ដូរពីបុរសវ័យក្មេងម្នាក់ដែលមានអាយុ20ឆ្នាំដើមទៅខ្ញុំអាយុ36ឆ្នាំហើយឥឡូវនេះគាត់មិនទាន់រៀបការផងម៉ាក់ឲ្យជំនាញរបស់កូនគ្រប់គ្រាន់ហើយវាជាម្ដាយរបស់អ្នកដែលបានធ្វើបាបអ្នកម៉ាក់ឲ្យសូមគុំនិយាយបែបនោះបើមិនមែនដោយសារអ្នកភូមិប្រមូលលុយគ្នាដើម្បីជួយសង្គ្រោះអ្នកទេនោះខ្ញុំបានបាត់បង់ម្ដាយរបស់ខ្ញុំជាយូរមកហើយអស់រយៈពេល15ឆ្នាំកន្លងមកនេះរាល់អាហារដែលខ្ញុំបានញ៉ាំគឺជាមធ្យោបាយមួយដើម្បីសងជីវិតនោះប៉ុន្តែឥឡូវនេះវាត្រូវបានសង្វិញទាំងអស់តើអ្នកពិតជាមិនធ្វើវាទៀតទេមែនទេធ្វើវាទៅតែមិនមែនសម្រាប់ភូមិទេវាសម្រាប់ខ្លួនខ្ញុំពិធីជប់លៀងខួបកំណើតរបស់ឪពុកកងទ័ពដែកនោះម៉ាក់ឲ្យសូមឈប់និយាយទៅទីជនពេលអ្នកយល់ហើយមករកខ្ញុំចោះខ្ញុំកំពុងពិចារណាប៉ុន្តែប្រសិនបើគាត់គិតថាខ្ញុំលីនរួយហ្វេងគួរតែចំណាយពីហោប៉ៅរបស់គាត់ខ្ញុំនឹងមិនបើកទ្វារនេះទេអ្នកភូមិដូចគ្នាលោកលិនរួយវិញបានដំឡើងតម្លៃដល់200យ៉នក្នុងមួយតុភ្លាមពួកគេកំពុងប្រព្រឹត្តចំពោះយើងដូចជាមនុស្សល្ងងតើអ្នកណានឹងអង្គុយនៅតុបន្ទាប់ពីនោះលោកសុនដេបៀលបាននិយាយទៅចំនួន151ចានចំនួន12ល្អជាងលីនរួយហ្វេងទៅទៀតខ្ញុំសុនតាបៀវបានធ្វើជាចុងភៅអស់រយៈពេល15ឆ្នាំមកហើយតើខ្សែសង្វាក់នេះធ្លាប់ធ្លាក់នៅពេលណាលីនរ៉ៃហ្វេងគ្រាន់តែឆ្លៀតឱកាសពីភាពល្ងងខ្លៃរបស់អ្នកខ្ញុំអាចរកការងារកម្រិត200យុនឲ្យអ្នកក្នុងតម្លៃ150យុនពិតមែនឬកុំបារម្ភអីខ្ញុំសុនតាបៀវគឺជាបុរសដែលគោរពពាក្យសម្ដីរបស់ខ្ញុំបន្ទាប់ពីនោះពិធីជប់លៀងទាំងអស់នៅក្នុងភូមិត្រូវបានរៀបចំឡើងសម្រាប់ដេបៀលតើអ្នកណាកំពុងស្វែងរកលិនរួយវិញពួកគេគ្រាន់តែបង្កបញ្ហាឲ្យខ្ញុំប៉ុណ្ណោះចៅហុងម៉ៃលីនរ៉ៃហ្វេងចេញទៅចុងភៅគ្មានបេះដូងគួរតែចេញពីភូមិទៅគាត់ពិតជាគិតថាគាត់ជាមនុស្សសំខាន់ម្នាក់អ្នកមិនស្វាគមន៍ទេអណ្ដើកដែលញ័រខ្លួននៅក្នុងសម្បុករបស់វាខ្លាចពេកមិនហ៊ានចេញមកតើអ្នកទាំងអស់គ្នាបានជេរប្រមាថចប់ហើយឬនៅតើអ្នកមានសតិសម្បជញ្ញៈទេហុំមុនសកាកូនប្រុសរបស់អ្នកមានសតិសម្បជញ្ញៈឥឡូវនេះថាគាត់កំពុងដំឡើងថ្លៃគ្រូសារ៉េវិញរបស់ខ្ញុំមានជីវភាពបែបនេះអស់រយៈពេល15ឆ្នាំកន្លងមកហើយគ្រឿងផ្សំសម្រាប់តូនីមួយមានតម្លៃជាង200យ៉នគាត់ទទួលបានប្រាក់150យុនក្នុងមួយតរយៈពេល70ឬ80ឆ្នាំច្រើនជាង20វគ្គច្រើនជាង10,000យុនក្នុងមួយឆ្នាំជិត200,000ក្នុងរយៈពេល15ឆ្នាំហេតុអ្វីបានជាគាត់ចំណាយលុយវាគឺដោយសារតែឪពុករបស់គាត់បាននិយាយមុនពេលគាត់ស្លាប់អ្នកភូមិបានជួយសង្គ្រោះជីវិតម្ដាយរបស់គាត់នៅពេលនោះសេចក្តីសប្បុរសនេះនឹងមិនត្រូវបានគេបំភ្លេចឡើយតើអ្នកយកចិត្តគាត់ដើម្បីអ្វីនោះក៏ព្រោះតែគាត់ល្ងងតើយើងអាចបន្ទោសអ្នកណាបានតើអ្នកបានបញ្ចប់ការជេរប្រមាថហើយឬនៅគ្រាន់តែប្រាប់ខ្ញុំពីអ្វីដែលខុសជាមួយអ្នកមកឲ្យចូលទៅមុនគេទៅរួយហ្វេងម្ដាយឯងជឿខ្ញុំខ្ញុំនឹងទៅតាមផ្លូវរបស់ខ្ញុំរស់នៅក្នុងភូមិនេះអស់រយៈពេល36ឆ្នាំហើយថ្ងៃនេះខ្ញុំចាក់ចេញប៉ុន្តែសូមឲ្យយើងយកការពិតដ៏អាក្រក់នោះចេញពីផ្លូវកៅអីខ្ញុំលីនរួយហ្វេងបើអ្នកចង់ញ៉ាំរបស់នេះនៅពេលអនាគតអ្នកនឹងត្រូវអង្វរខ្ញុំរួយហ្វេងតើយើងពិតជានឹងចាក់ចេញមែនទេបំណុលនៃការដឹងគុណដែលជំពាក់ម្ដាយយើងបានបញ្ចប់អ្វីដែលយើងគួរធ្វើហើយយើងមិនទាន់បានធ្វើវានៅឡើយទេអោព្រះបតាឲ្យខ្ញុំតែងតែចងចាំរសជាតិទាំង5នៃប្រាជ្ញាដែលព្រះអង្គបានបង្រៀនខ្ញុំអ្នកបានលើកឡើងពីភាពសុខដុមរមនានៃរសជាតិទាំង5គ្មានរូបមន្តទៀតទេគ្មានជំនឿទៀតទេឪពុកខ្ញុំនឹងមិនទុកឲ្យសិប្បកម្មគ្រួសារយើងរលាយបាត់នៅក្នុងដៃខ្ញុំឡើយប៉ុន្តែវាលែងនៅក្នុងភូមិទៀតហើយដូច្នេះតើយើងគួរទៅណាម៉ាក់នៅចាំស៊ីវឡានទេស៊ីវឡានដែលបើកភោជនីយដ្ឋានមួយនៅក្នុងទីក្រុងលោកឆៅឈៀលនតើអ្នកបានជួយនៅក្នុងពិធីជប់លៀងរបស់គ្រួសារគាត់នៅពេលនោះទេពេលឪពុករបស់គាត់ទទួលមរណភាពខ្ញុំបានជួយគ្រួសារគាត់ធ្វើពិធីជប់លៀងផ្លែម៉ាបឺរីខ្ញុំចាំក្មេងស្រីនោះដែលមិនបានយកលុយមានវិចារញ្ញាណនិងឧស្សាហ៍ព្យាយាមគាត់បានទូរស័ព្ទមកខ្ញុំកាលពីម្សិលមិញគាត់បានអញ្ជើញខ្ញុំឲ្យធ្វើជាមេចុងភៅនៅភោជនីយដ្ឋានរបស់គាត់អ្នកបានយល់ព្រមខ្ញុំចង់ស្ដាប់យោបល់របស់អ្នកកូនប្រុសរបស់ខ្ញុំអ្វីក៏ដោយដែលអ្នកសម្រេចចិត្តម៉ាក់នឹងគាំទ្រអ្នកអរគុណម៉ាក់ផឹកខ្លះកិច្ចចានុភាពតើអ្នកដឹងទេថាឪពុកខ្ញុំអាយុប៉ុន្មានហើយឆ្នាំនេះ72ឆ្នាំហើយបាទចាស់សខ្ញុំអាយុ72ឆ្នាំសុខភាពរបស់ខ្ញុំកំពុងធ្លាក់ចុះជារៀងរាល់ឆ្នាំការប្រារព្ធខួបកំណើតឆ្នាំនេះអាចជាការប្រារព្ធខួបកំណើតពេញលេញចុងក្រោយរបស់គាត់គ្រាន់តែផ្ដល់មុខឲ្យខ្ញុំខ្លះសូមបញ្ចប់ការរៀបចំពិធីជប់លៀងខួបកំណើតឪពុកខ្ញុំមុនពេលអ្នកចាក់ចេញធ្វើអ្វីដែលអ្នកចង់ធ្វើចាប់ពីពេលនេះទៅខ្ញុំនឹងមិនបញ្ឈប់អ្នកឡើយបងស្រីច្បងខ្ញុំមានសំណួរមួយសម្រាប់អ្នកបាននិយាយពីថ្ងៃដែលយ៉ាវហងមីក្រឡាប់ទុកខ្ញុំហេតុអ្វីបានជាអ្នកមិននិយាយជំនួសខ្ញុំទីជនយើងធំឡើងដោយគ្មានសម្លៀកបំពាក់30ឆ្នាំនៃភាពរភាពតើអ្នកដឹងទេថាអ្វីដែលធ្វើឲ្យខ្ញុំឈឺចាប់បំផុតមិនមែនយ៉ាវហងមីទេដែលបានស្ដីបន្ទោសខ្ញុំគាត់បានប្រមាថខ្ញុំរួមទាំងអ្នកផងដែរគ្មានមនុស្សណាម្នាក់និយាយពាក្យមួយម៉ាត់ទេលីនរ៉ៃហ្វេងជួបការលំបាកយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្នុងរយៈពេល15ឆ្នាំកន្លងមកនេះខ្ញុំបានចំណាយប្រាក់ចំនួន167,300យ៉នសម្រាប់ក្រាលកៅស៊ូលើរថយន្តរេវ៉ៃនរបស់ខ្ញុំចាំបានគ្រប់គ្នាខ្ញុំមិនសរសេររឿងនេះចុះដើម្បីយកវាមកវិញទេវាគឺដើម្បីរំលឹកខ្ញុំទំនាក់ទំនងមិនមែនជាអ្វីដែលត្រូវកាន់នានោះទេវាសម្រាប់សងប្រាក់វិញប៉ុន្តែខ្ញុំបានសងវាទាំងអស់រួចហើយ
យកព្រមខ្ញុំយល់ហើយប៉ុន្តែរួយវិញខ្ញុំសូមប្រាប់អ្នកថាអ្នកគឺជាបងប្រុសតែម្នាក់គត់ដែលខ្ញុំធ្លាប់មានក្នុងជីវិតរបស់ខ្ញុំទីជន់បាត់ទៅហើយ30ឆ្នាំនៃភាពរភាពទ្វាមួយបានបំបែកពួកគេបេះដូងខ្ញុំឈឺចាប់វាឈឺចាប់ដូចជាត្រូវកំបិតចាក់ប៉ុន្តែខ្ញុំមិនសោកស្ដាយវាទេចំណុចសំខាន់មួយចំនួននៅពេលដែលអ្នកលុបចោលលើកដំបូងអ្នកនឹងលុបចោលម្ដងទៀតរួយវិញខ្ញុំឈ្មោះឈីលិនមានរឿងអ្វីកើតឡើងចំពោះឈីលិនខ្ញុំនិយាយមែនទែនមកហាងខ្ញុំមកប្រាក់ខែប្រចាំខែ20,000រួមបញ្ចូលអាហារនិងកន្លែងស្នាក់នៅស៊ីវឡានអ្នកមិនខ្លាចថាជំនាញធ្វើម្ហូបរបស់ខ្ញុំមិនល្អគ្រប់គ្រាន់ទេតើអ្នកចាំ3ឆ្នាំមុនទេបងប្រុសរួយវិញតើអ្នកធ្លាប់ញ៉ាំអាហារនៅភោជនីយដ្ឋានរបស់ខ្ញុំពីមុនទេបន្ទាប់ពីអ្នកចេញទៅខ្ញុំបានទៅផ្ទះបាយហើយមើលអ្នកបានធ្វើស៊ុបមួយឆ្នាំងឲ្យខ្ញុំបានលក់ស៊ុបឆ្នាំងនោះអស់រយៈពេល3ឆ្នាំភ្ញៀវទាំងអស់និយាយថាវាល្អរួយវិញជីជំនាញធ្វើម្ហូបរបស់អ្នកមិនអន់ជាងជំនាញរបស់មេចុងភៅដែលទទួលបានផ្កាយ Michelin នៅក្នុងរដ្ឋធានីខេត្តនោះទេស៊ីវឡានបានហៅអ៊ំគាត់បាននិយាយថាគាត់ចង់ឲ្យខ្ញុំធ្វើជាមេចុងភៅក្មេងស្រីដែលមានប្រាក់ខែ20,000ក្នុងមួយខែនោះពិតជាគិតគូរណាស់ម៉ាក់តើអ្នកគិតយ៉ាងណាដែររួយហ្វេងអ្នកបានលាក់ខ្លួននៅក្នុងភូមិអស់រយៈពេល15ឆ្នាំមកហើយដល់ពេលចេញទៅមើលពិភពលោកប៉ុន្តែខ្ញុំបានចាក់ចេញពីភូមិអ្នកបានសងបំណុលទាំងអស់ដែលអ្នកជំពាក់នៅក្នុងភូមិរួចហើយចូលបន្តទៅមុខហើយឲ្យមនុស្សទាំងនោះឃើញតើរថយន្តរាវែងរបស់ខ្ញុំពិតជាមានតម្លៃប៉ុន្មានម៉ាក់ខ្ញុំនឹងទៅមុខទៀតទៅម៉ាក់នឹងទៅជាមួយឯងទីជន់បានបាត់ទៅហើយទីជន់ជាក្មេងល្អគាត់នឹងរកវិធីដោះស្រាយមកឲ្យសូមកុំបន្ទោសកូនអីតើវាជាអ្វីទៅអ្នកវាជាកំហុសរបស់អ្នកដែលមានគោលការណ៍ច្រើនពេកឪពុករបស់អ្នកគឺដូចនោះនៅពេលដែលនរណាម្នាក់បានសម្រេចចិត្តរួចហើយគ្មានអ្វីអាចផ្លាស់ប្ដូរវាបានឡើយបើប៉ានៅរស់តើគាត់នឹងធ្វើអ្វីគាត់នឹងដូចអ្នកដែរយើងនឹងផ្លាស់ទៅក្រុងនៅថ្ងៃស្អែកយកព្រមទេមានតែសាច់ជ្រូកស្ងោរ2-3ដុំប៉ុណ្ណោះបន្ទាប់ពីរាប់រួចមានតែ5-1ដុំប៉ុណ្ណោះទោះមួយមានមនុស្ស10នាក់កន្លះចំណែកក្នុងម្នាក់មិនគ្រប់គ្រាន់ទេហេតុអ្វីបានជាត្រីនេះមានក្លិនស្អុយវាមិនស្រស់ទេតៅហ៊ូមិនត្រូវបានប្រឡាក់គ្រឿងទេសតតែសោះស៊ុបគឺស៊ុបតៅហ៊ូគឺតៅហ៊ូដាប៊ីវទៅរបស់អ្នកមានតម្លៃ150នេះគ្រាន់តែជាការបោកប្រាស់ច្រើនពេកហើយមកតោះញ៉ាំកុំខ្មាស់អៀនអីមានច្រើនណាស់ធំក្លិនវាដោយខ្លួនឯងតើត្រីនេះមានសុវត្ថិភាពក្នុងការបរិភោគទេមានរឿងអ្វីគ្មានសាច់គ្រប់គ្រាន់ទេប៉ុន្តែរសជាតិគឺល្អអង្ករមិនឆ្អិនទេសុនតាប៊ីវអ្នកមិនអាចចម្អិនបាយបានត្រឹមត្រូវផងហាតើស្ថានភាពបែបនេះជាអ្វីខ្ញុំរស់នៅរហូតដល់អាយុ72ឆ្នាំខ្ញុំមិនដែលញ៉ាំអាហារដ៏អាក្រក់បែបនេះពីមុនមកទេហាខ្ញុំនឹងធ្វើវាឡើងវិញផ្ដល់ឲ្យខ្ញុំ1ម៉ោងទៀតតើអ្នកណានឹងអត់ឃ្លានស្លាប់រងចាំអ្នក1ម៉ោងគ្មានការសងប្រាក់វិញទេឬអ្នកអាចចាក់ចេញបានសុនដាប៊ីវតើអ្នកមិនបាននិយាយថាអ្នកអាចធ្វើវាបានក្នុងតម្លៃ150ទេនេះជាអ្វីដែលអ្នកបានធ្វើមីងស៊ីហុងម៉ៃផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតតើអ្នកដឹងទេថាខ្ញុំខ្មាស់អៀនប៉ុណ្ណាខ្ញុំចៅហុងម៉ៃបានចំណាយពេលកន្លះថ្ងៃស្រែកហូបកញ្ជ្រៀវនៅក្នុងភូមិអ្នកបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបែបនេះមែនទេស្រឡាញ់វាណាស់ខ្ញុំនឹងមិនបរិភោគវាទេលីរួយហ្វេងបានបាក់ទ្វារភូមិបានពិភាក្សាអំពីរឿងនេះហើយយល់ព្រមឲ្យអ្នកបន្តនៅសល់150ក្នុងមួយតូបខ្ញុំនឹងផ្ដល់ឱកាសឲ្យអ្នកតើអ្នកឲ្យខ្ញុំទេមីងហ៊ូម៉ៃខ្ញុំបានសួរអ្នកថាពិធីជប់លៀងរបស់សុនតាប៊ីវបានដំណើរការទៅយ៉ាងដូចម្ដេចអ្នកតើអ្នកមិនបាននិយាយពីមុនមកទេថាគាត់អាចធ្វើការងារបានល្អជាងខ្ញុំជាមួយ150តើអ្នកមិនបាននិយាយថាខ្ញុំលីនរួយហ្វេងគ្មានបេះដូងទេខ្ញុំបានប្រាប់ពួកគេថាខ្ញុំត្រូវអង្វរពួកគេឲ្យធ្វើវាមីងរួយហ្វេងកុំទៅឆ្ងាយពេកខ្ញុំមិនអីទេខ្ញុំបានចំណាយលុយផ្ទាល់ខ្លួនរបស់ខ្ញុំដើម្បីធ្វើវាអស់រយៈពេល15ឆ្នាំហេតុអ្វីបានជាអ្នកមិននិយាយថាមានអ្វីហួសហេតុពេកពេលអ្នកបង្វែរទុកខ្ញុំតើមានអ្វីផ្សេងទៀតទេបើអ្នកមិនមានវាទេខ្ញុំនឹងបិទទ្វារឲ្យធ្វើឲ្យអ្នកអង្វរខ្ញុំតើខ្ញុំធ្លាប់សុំទានអ្នកណាក្នុងជីវិតរបស់ខ្ញុំបដិសេធមិនជឿថាខ្ញុំមិនអាចរកនរណាម្នាក់ដែលអាចធ្វើវាបានទេប្អូនស្រីខ្ញុំយ៉ាងម៉េចដែរតើបងប្រុសលីនយល់ព្រមទេកុំខ្វល់ពីគាត់បើគាត់មិនឲ្យតម្លៃចំពោះសេចក្តីសប្បុរសរបស់អ្នកខ្ញុំបដិសេធមិនជឿថាខ្ញុំនឹងចាក់ចេញពីគាត់ទេគ្មាននរណាម្នាក់នៅក្នុងភូមិដឹងពីរបៀបចម្អិនអាហារទៀតទេបងស្រីចុះពិធីជប់លៀងអាពាហ៍ពិពាហ៍នៅខែក្រោយវិញបាទចាស់សោះម្ដាយក្មេករបស់ជាមីងដែលជាមនុស្សរើសអើងធ្លាប់និយាយថាប្រសិនបើពិធីជប់លៀងអាពាហ៍ពិពាហ៍មិនល្អទេពួកគេនឹងមិនអនុញ្ញាតឲ្យកូនស្រីរបស់ពួកគេរៀបការចូលក្នុងគ្រួសារទេស្វែងរកអ្នកផ្សេងវាមិនមែនដូចជាគាត់ជាមនុស្សតែម្នាក់គត់ដែលអាចចម្អិនអាហារបានទេតើបងស្រីខុកអាចសួរអ្នកណាទៀតសុនដាវីវអ្នកមិនបានឃើញគាត់ស្លៀកពាក់យ៉ាងម៉េចទេថ្ងៃនេះបងស្រីអ្នកបានធ្វើឲ្យបងប្រុសលីនអាក់អន់ចិត្តតើខ្ញុំនឹងធ្វើអ្វីចំពោះពិធីមង្គលការរបស់ខ្ញុំគាត់មើលទៅស្អាតណាស់ពេលគាត់ចម្អិនតើសាច់ប្រភេទនេះជាអ្វីមានរឿងអ្វីតើមានបញ្ហាអ្វីទេនេះជាបញ្ហាធំមួយតើសាច់នេះអាចមានរសជាតិឆ្ងាញ់យ៉ាងណាមានជាតិខ្លាញ់តែមិនធាត់រលាយក្នុងមាត់របស់អ្នកខ្ញុំបានរស់នៅអស់រយៈពេល40ឆ្នាំហើយខ្ញុំមិនដែលញ៉ាំសាច់ជ្រូកបំពងឆ្ងាញ់បែបនេះទេស្វាមីចានមួយទៀតជប់តម្រង់ជួរទៅ
ឈប់តម្រង់ជួរទៅតើនៅមានសល់ថ្ងៃស្អែកទេបើវាលក់អស់មកមុនថ្ងៃស្អែកសមាជិកគ្រួសារឲ្យថ្ងៃនេះខ្ញុំនឹងបង្ហោះអំពីវត្តមួយសាច់ជ្រូកបំពងនេះពិតជាអស្ចារ្យណាស់អូព្រះជាម្ចាស់ឲ្យរសជាតិនេះពិតជាអស្ចារ្យណាស់មើលសាច់នេះទៅវាថ្លាដូចត្បូងអំបឺរលីក្នុងមាត់របស់អ្នកមានជាតិខ្លាញ់តែមិនធាត់ខ្ញុំរស់នៅបាន28ឆ្នាំហើយខ្ញុំមិនដែលញ៉ាំសាច់ជ្រូកបំពងឆ្ងាញ់បែបនេះទេបងប្រុសរាយវិញតើបងដឹងទេថាយើងរកបានប្រាក់ចំណូលប៉ុន្មាននៅថ្ងៃនេះវាបានកើនឡើង5ដងល្អហើយឲ្យតែហាងរបស់អ្នករកលុយបានបងប្រុសរាយវិញតើអ្នកដឹងទេថាអ្នកមានតម្លៃប៉ុន្មានតើវាមានតម្លៃប៉ុន្មានអតិថិជនជាងពាក់កណ្ដាលដែលបានមកថ្ងៃនេះបានមកដោយសារតែអ្នកមានតែអ្នកទេដែលមានតម្លៃស្មើនឹងពាក់កណ្ដាលនៃហាងរបស់ខ្ញុំកុំនិយាយបែបនោះហាងរបស់អ្នកមានគ្រឹះល្អបងប្រុសរាយវិញខ្ញុំមិនមែនគ្រាន់តែមានសុជីវធម៌ទេខ្ញុំពិតជាដឹងគុណអ្នកណាស់មិនចាំបាច់អរគុណខ្ញុំទេខ្ញុំគ្រាន់តែត្រូវធ្វើការងាររបស់ខ្ញុំឲ្យបានល្អព្រោះមាននរណាម្នាក់អញ្ជើញខ្ញុំតើនេះជាលោកលីនរួយហ្វេងមែនទេខ្ញុំជាអ្នកចៅហ្វាយរបស់យើងចង់ជួបអ្នកគាត់បាននិយាយថាគាត់គឺជាម្នាក់ក្នុងចំណោមមនុស្សទាំង5នាក់នៅក្នុងសមាគមខ្ញុំមិនដែលឮអំពីការប្រជុំមនុស្ស5នាក់ទេលោកលីនអ្នកមិនចាំបាច់បដិសេធវីទេប្រធានាធិបតីរបស់យើងបានឮសំឡេងរបស់អ្នកសំឡេងរបស់អ្នកធ្វើដំណើរ5នាក់កាលពី10ឆ្នាំមុនប្រធានាធិបតីរបស់យើងបានចងចាំវាបន្ទាប់ពីបានឬវាម្ដងអ្នកធ្វើដំណើរ5នាក់ឈ្មោះនេះខ្ញុំមិនដែលឮអ្នកណាហៅខ្ញុំបែបនោះអស់រយៈពេល10ឆ្នាំមកហើយលោកលីនប្រធានរបស់យើងកាលពី10ឆ្នាំមុនខ្ញុំធ្លាប់បានឮឈ្មោះដ៏អស្ចារ្យរបស់អ្នកធ្វើធម្មយាត្រាទាំង5នាក់តើអ្នកដំណើរ5នាក់ណាខ្លះខ្ញុំមិនដឹងថាអ្នកកំពុងនិយាយអំពីអ្វីទេលោកលីនអ្នកមិនចាំបាច់បដិសេធវីទេភាពស្មុគស្មាញនៃភោជនីយដ្ឋានដែលមានផ្កាយ Michelin នៅក្នុងរដ្ឋធានីកាលពី10ឆ្នាំមុនស្រាប់តែលាលែងពីតំណែងហើយត្រឡប់ទៅស្រុកកំណើតវិញឆ្នាំទី2ផ្លក់អាហារមួយដែលមានឈ្មោះថាគូអ្នកធ្វើដំណើរទាំង5ក៏បានលេចចេញតាមអ៊ីនធឺណិតអ្នកសរសេរផ្លុកមានជំនាញក្នុងការបង្រៀនមនុស្សពីរបៀបធ្វើម្ហូបលំដាប់ខ្ពស់ដោយប្រើគ្រឿងផ្សំធម្មតាសំឡេងនោះលោកប្រធានាធិបតីរបស់យើងបានស្គាល់អ្នកបន្ទាប់ពីបានរវាតែម្ដងប្រធានាធិបតីរបស់យើងចង់អញ្ជើញអ្នកចូលរួមការប្រកួតមេចុងភៅ3ខែក្រោយមកមិនចាប់អារម្មណ៍ជើងឯកនឹងទទួលបានប្រាក់រង្វាន់ចំនួន3លានរៀលខ្ញុំនៅតែមិនចាប់អារម្មណ៍លោកលីនការប្រកួតប្រជែងនេះមិនមែនគ្រាន់តែនិយាយអំពីលុយនោះទេនេះគឺជាដំណាក់កាលខ្ពស់បំផុតនៅក្នុងពិភពធ្វើម្ហូបរូបមន្តសម្ងាត់រសជាតិ5យ៉ាងរបស់គ្រួសារអ្នកកំពុងស៊ើបអង្កេតខ្ញុំមិនមែនស៊ើបអង្កេតខ្ញុំទេលោកគឺជាប្រធានរបស់យើងហើយក៏ជាអ្នកថែរក្សាម្ហូបប្រពៃណីផងដែរគាត់ចង់ជួបអ្នកតាំងពីគាត់បានឮអំពីជំនាញធ្វើម្ហូបរបស់អ្នកការប្រកួតប្រជែងនេះគាត់សង្ឃឹមថានឹងបានឃើញវិធីចម្អិនអាហារបែបប្រពៃណីពិតប្រាកដអាចបញ្ជូនបន្តបានសូមពិចារណាវាការប្រកួតប្រជែងនេះអនុញ្ញាតឲ្យជំនាញរបស់អ្នកត្រូវបានមើលឃើញដោយមនុស្សកាន់តែច្រើនវាក៏អាចធានាថាគម្ពីរពិតនៃភាពមិនភ័យខ្លាចត្រូវបានបន្តវេនផងដែរខ្ញុំមិនបានធ្វើវាដើម្បីលុយទេខ្ញុំសម្រាប់ឪពុកអ្នកបាននិយាយថារូបមន្តសម្ងាត់រសជាតិ5យ៉ាងរបស់ដូនតាគ្រួសារយើងមិនត្រូវបំពានឡើយនៅក្នុងដៃរបស់ខ្ញុំតើខ្ញុំអាចបញ្ជូនរឿងនេះដោយខ្លួនឯងបានទេសួស្តីលោកហ្វាងខ្ញុំឈ្មោះ Lin Roy វិញខ្ញុំយល់ព្រមចូលរួមខ្ញុំបានរងចាំការហៅរបស់អ្នកអស់រយៈពេល10ឆ្នាំមកហើយបងប្រុសរួយហ្វេងតើអ្នកបានសម្រេចចិត្តហើយឬនៅខ្ញុំនឹងទៅប្រកួតហើយត្រឡប់មកវិញក្នុងរយៈពេល3ខែបងប្រុសរួយហ្វេងខ្ញុំគាំទ្របងតើអ្នកមិនខ្លាចទេថាបើខ្ញុំចាក់ចេញអាជីវកម្មហាងនឹងរងផលប៉ះពាល់អ្នកមិនចាំបាច់បារម្ភពីអាជីវកម្មទេខ្ញុំអាចរកអ្នកផ្សេងមកមើលថែខ្ញុំមួយរយៈប៉ុន្តែអ្នកត្រូវសន្យានឹងខ្ញុំរឿងមួយតើអ្នកចង់មានន័យយ៉ាងណាពេលយកពីនជើងឯកមកវិញល្អលីងគឺជាមីងមានរឿងត្រូវធ្វើបងប្រុសលីនខ្ញុំនឹងរៀបការនៅថ្ងៃសៅរ៍ក្រោយសូមអបអរសាទរចំពោះរឿងលៀងមុខនោះខ្ញុំចង់សូមជំនួយពីអ្នកណាស់តើប្អូនស្រីរបស់អ្នកមិនបានរកឃើញ Sun Debut ទេអ្នកដឹងពីអ្វីដែលបានកើតឡើងកាលពីលើកមុនជាមួយនឹងជំនាញរបស់ Sun Debut ម្ដាយក្មេករបស់ខ្ញុំបាននិយាយថាប្រសិនបើមុខកូនក្រមុំមិនល្អទេនោះអាពាហ៍ពិពាហ៍នឹងមិនកើតឡើងទេបងប្រុសលីនខ្ញុំដឹងថាប្អូនស្រីខ្ញុំខុសហើយប៉ុន្តែគាត់ជាប្អូនស្រីរបស់ខ្ញុំដូច្នេះខ្ញុំមិនអាចធ្វើអ្វីបានទេគ្រាន់តែផ្ដល់មុខឲ្យខ្ញុំខ្លះ500ក្នុងមួយតោះគ្មានការចរចា500នឹងប្អូនស្រីរបស់អ្នកត្រូវតែធ្វើវានៅចំពោះមុខអ្នកភូមិទាំងមូលខ្ញុំសូមទោសដែលបានបង្វែរទោសនៅថ្ងៃនោះបងប្រុសលីនមានតែលក្ខខណ្ឌពីរនេះទេខ្ញុំនឹងធ្វើវាប្រសិនបើអ្នកសន្យាបើអ្នកមិនយល់ស្របទេចូលរកអ្នកផ្សេង
ខ្ញុំត្រូវបានគេសុំទោសទោះបីជាវាត្រូវចំណាយអស់500យួនក្នុងមួយតុក៏ដោយតើ Len Roy វិញគិតថាគាត់ជានរណាបងស្រីខ្ញុំមិនអាចរៀបការបានទេលុះត្រាតែអ្នកសុំទោសម្ដាយរបស់ឈៀវហងបាននិយាយថាប្រសិនបើពិធីជប់លៀងអាពាហ៍ពិពាហ៍មិនត្រូវបានរៀបចំបានល្អទេអាពាហ៍ពិពាហ៍នោះនឹងមិនដំណើរការទេបន្ទាប់មកអ្នកគួរតែរកអ្នកផ្សេងត្រូវរកមើលអ្នកណាស៊ុនតាប៊ីវតើអ្នកភ្លេចលើកមុនទេអ្នកមិនដឹងថាពិធីជប់លៀងគួរតុបតែងយ៉ាងដូចម្តេចទេបងស្រីខ្ញុំមិនអាចអង្វរអ្នកតែម្ដងបានទេខ្ញុំនឹងរៀបការតែម្ដងគត់ក្នុងជីវិតរបស់ខ្ញុំសៀវហងបាននៅជាមួយខ្ញុំអស់រយៈពេល3ឆ្នាំហើយកុំខ្វល់ថាខ្ញុំក្រឬថាខ្ញុំអសមត្ថភាពខ្ញុំមិនអាចឲ្យគាត់សំបីតែរៀបការសម្រុំមួយបានឡើយបងស្រីអូនមិនអាចអឹងក្បាលចុះបានទេទុកឲ្យខ្ញុំគិតអំពីវាបងប្រុសលីនប្អូនស្រីខ្ញុំខុសហើយខ្ញុំសូមអភ័យទោសជំនួសគាត់សូមជួយខ្ញុំផងម្ដាយរបស់ឈៀវហងបាននិយាយថាបើប្រពន្ធមិនស្អាតទេខ្ញុំនឹងមិនរៀបការជាមួយនាងទេខ្ញុំមិនអាចរស់នៅដោយគ្មានឈៀវហងបានទេជៀនមីងមានភាពឆ្កងក្នុងការនិយាយមិនភ្លឺខ្លាំងទេប៉ុន្តែគាត់ពិតជាល្អចំពោះសៀវហងខ្ញុំបានឃើញអ្វីដែលគាត់បានធ្វើសម្រាប់ឈៀវហងនៅក្នុងរដូវរងាដែលស្លាប់ការធ្វើដំណើរដោយម៉ូតូត្រូវចំណាយពេល2ម៉ោងដើម្បីទៅដល់ទីក្រុងទិញថ្នាំឲ្យឈៀវហងខ្ញុំមិនអាចទ្រាំញ៉ាំវាដោយខ្លួនឯងបានទេសន្សំលុយទិញសម្លៀកបំពាក់ឲ្យឈៀវហងមិនគួរបន្ទោសយេមីងចំពោះស្ថានភាពរបស់យ៉ាវហងមីឡើយ500ក្នុងមួយតុពាក់កណ្ដាលនៃប្រាក់កក់ត្រូវបង់ជាមុនខ្ញុំមិនខ្វល់ថាប្អូនស្រីរបស់អ្នកសុំទោសឬអត់ទេបងលីនអូនមិនឲ្យប្អូនស្រីបងសុំទោសទៀតទេការឲ្យប្អូនស្រីរបស់អ្នកសុំទោសគឺពិបាកជាងការសម្លាប់គាត់ខ្ញុំនឹងមិនធ្វើឲ្យរឿងពិបាកសម្រាប់អ្នកទេអរគុណបងប្រុសលេងអរគុណបងប្រុសលេងកុំអរគុណខ្ញុំអីខ្ញុំធ្វើបែបនេះដោយសារតែសៀវហុងតែប៉ុណ្ណោះគ្មានអ្នកណាចង់ឲ្យពិធីមង្គលការរបស់ពួកគេคล้ายជាគ្រោះមហន្តរាយនោះទេមន់ស្ងោរផ្សិតម៉ាត់ស៊ូតាកេរបស់លីនគឺរួចរាល់ហើយតាមឲ្យពុះរយៈពេល3នាទីទៀតក្លិនក្រអូបនៃផ្សិតម៉ាត់តស៊ូតាកេមិនទាន់បានអភិវឌ្ឍពេញលេញនៅឡើយទេតើគួរញ៉ាំមីដងសេងចំហុយនៅពេលណា5នាទីក្រោយមកបានកំណត់ពេលវេលាវាយ៉ាងច្បាស់លាស់ដល់វិនាទីខ្ញុំហៅថា500ក្នុងមួយតោសថ្លៃពេកហើយថ្លៃពួកគេធ្លាប់ចំណាយប្រាក់ពីហោប៉ៅផ្ទាល់ខ្លួនដើម្បីធ្វើវាឥឡូវនេះពួកគេត្អូញត្អែថាវាថ្លៃពេកមិនអាចបិទស្ទីកបានទៀតទេហាហានោះមិនមែនជាអ្វីដែលខ្ញុំចង់មានន័យទេខ្ញុំគ្រាន់តែចង់ដឹងថាតើអ្នកអាចទិញអ្វីបានក្នុងតម្លៃ500យួនគ្រាន់តែរងចាំមើលស៊ុបនេះខ្ញុំរស់នៅស្ទើរតែពេញមួយជីវិតរបស់ខ្ញុំហើយមិនដែលញ៉ាំត្រីស្រស់បែបនេះទេខ្ញុំធ្លាប់គិតថាអាហាររបស់ Len Roy វិញឆ្ងាញ់ណាស់ប៉ុន្តែខ្ញុំមិនអាចចង្អុលបង្ហាញច្បាស់ពីអ្វីដែលល្អអំពីវាបានទេខ្ញុំទើបតែដឹងថ្ងៃនេះថាពួកគេប្រើប្រាស់វត្ថុធាតុដើមដែលមានគុណភាពខ្ពស់ពិតប្រាកដតម្លៃគ្រឿងផ្សំសម្រាប់តុមួយដែលមានតម្លៃ500យួនត្រូវតែលើសពី500យួនត្រីក្រៀមលឿងធំនិងផ្សិតម៉ាត់ស៊ូតាកេក្តាមចំណុចតុងសៀងទាំងនេះមិនថោកទេកុំឆ្មើងឆ្មៃម្លេះថ្ងៃណាមួយអ្នកនឹងត្រូវការជំនួយពីខ្ញុំតើខ្ញុំកំពុងសុំអ្វីពីអ្នកសូមកុំត្រឡប់ទៅខ្ញុំម្ដងទៀតមីងហុងម៉ៃខ្ញុំមិនស្អប់អ្នកទេប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកចងចាំមិត្តភាពមិនមានន័យថាត្រូវកិននីទេនៅពេលដែលល្បិចកនោះបាត់ទៅហើយលីនរ៉ៃហ្វេងពិតជាបាត់ទៅហើយជប់បង្រៀនខ្ញុំទៅអ្នកគិតថាអ្នកឈ្នះហើយអ្នកគិតថាភូមិទាំងមូលនៅខាងអ្នកប៉ុន្តែតាមពិតពួកគេនៅខាងអ្នកបងស្រីឲ្យឈប់និយាយទៅខ្វល់ពីរឿងផ្ទាល់ខ្លួនទៅហុងម៉ៃថ្ងៃនេះខ្ញុំមិនបានមកទីនេះដោយសារតែអ្នកទេដោយសារតែជីនមីងវាដោយសារតែឈៀវហងខ្ញុំមិនចង់ឲ្យពិធីមង្គលការរបស់ក្មេងស្រីម្នាក់ខុសឆ្គងនោះទេមើលតើថ្ងៃរបស់អ្នកយ៉ាងម៉េចដែរមិនអីទេគ្រាន់តែហត់នឿយទៅចំនួន30មានមនុស្សច្រើនតាំងពីដើមដល់ចប់ខ្ញុំហៅថាចៅហុងម៉ៃកំពុងបង្កបញ្ហាឲ្យអ្នកម្ដងទៀតមិនបង្កបញ្ហាគាត់គ្រាន់តែរឹងរូសដោយវិធីនេះខ្ញុំបានចុះឈ្មោះអ្នកសម្រាប់ការប្រកួតធ្វើម្ហូបហើយចាក់ផ្សាយនៅថ្ងៃច័ន្ទក្រោយហេតុអ្វីបានជាអ្នកខ្លាចឆាប់ម្ល៉េះវាមិនមែនដោយសារខ្ញុំខ្លាចទេវាគឺដោយសារតែខ្ញុំមានអារម្មណ៍ថាខ្ញុំគួរតែឲ្យពុកខ្ញុំឃើញវាតើមនុស្សនោះកំពុងធ្វើអ្វីស្បែកក្តោបចិនធ្វើស្បែកក្តោបពេលអ្នកទៅប្រកួតពួកគេនៅទីនេះដើម្បីកំ pl ែងនេះជាការប្រកួតប្រជែងនៃការជ្រមុជខ្លួនក្នុងភាពអស្ចារ្យមិនមែនជាការប្រកួតប្រជែងនៃការធ្វើម្ហូបប្រចាំថ្ងៃទេលោកហ្វាងតើអ្នកគិតថាបេក្ខជននោះបានធ្វើអ្វីស្បែកក្តោបឆ្អិនស្បែកក្តោបឆ្អិនក្នុងទំពាំងបាយជូរថ្លាមើលទៅសាមញ្ញវាកាន់តែពិបាកធ្វើជាងព្រះពុទ្ធលោតពីលើជញ្ជាំងទៅទៀតស៊ុបគួរតែច្បាស់និងមានរសជាតិឆ្ងាញ់ស្បែកក្តោបគួរតែស្រួយប៉ុន្តែមិនភាពខុសគ្នានៃពេលវេលាសំបីតែ1វិនាទីនៅពេលចាប់ដើមភ្លើងក៏មិនអាចទទួលយកបានដែរនេះជាការងាររបស់អ្នកសូមរីករាយ
នេះមិនមែនជាស៊ុបមាន់សម្រាប់ប្រឡឹងទេវិញ្ញាណភាពជាស្រទាប់នេះមានរសជាតិឈ្ងុយឆ្ងាញ់របស់សាច់ជ្រូកវាមានរសជាតិសាច់មាន់សម្បូរបែបហើយក៏មានរសជាតិផ្អែមនៃស្ពៃក្តោបផងដែរខ្ញុំបានផឹកស៊ុបនេះអស់រយៈពេល30ឆ្នាំមកហើយខ្ញុំមិនដែលផឹកទឹកឆ្អិនស្រស់បែបនេះទេផ្នែកដែលពិបាកបំផុតអំពីស្ពៃក្តោបមិនមែនជាស្ពៃក្តោបខ្លួនឯងទេសាច់ដើមទ្រូងមាន់នៅក្នុងស៊ុបបានជ្រុះ3ដងយកខ្លាញ់ទាំងអស់ចេញរក្សាតែភាពស្រស់ថ្លាស្ពៃក្តោបត្រូវការត្បាញជាមួយប្រេងម៉ាស៊ីនប៉ុន្តែប្រេងមិនគួរត្រូវបានប្រោះឡើយមិនមានប្រេងនៅក្នុងស៊ុបទេវាមានរសជាតិឆ្ងាញ់អ្នកគឺជាអ្នកធ្វើដំណើររសជាតិទាំង5បាទចាសសយុវជនឲ្យតើឪពុករបស់អ្នកជានរណាឪពុករបស់ខ្ញុំឈ្មោះលិនដេសេងលិនដេសេងលិនដេសេងនៃគម្ពីរពិតនៃរសជាតិទាំង5តើអ្នកស្គាល់ឪពុកខ្ញុំទេឪពុករបស់អ្នកបានបដិសេធការអញ្ជើញរបស់ខ្ញុំកាលពី20ឆ្នាំមុនគាត់បាននិយាយថាគាត់ចង់បន្សល់ទុកជំនាញរបស់គាត់នៅក្នុងភូមិហើយប្រគល់វាទៅឲ្យអ្នកភូមិដូចគាត់វិញឪពុករបស់អ្នកគឺជាបុរសដ៏អស្ចារ្យម្នាក់ហេតុអ្វីបានជាអ្នកមិនដែលទទួលស្គាល់ខ្ញុំប៉ុន្តែដើម្បីសរសើរមនុស្សចម្លែកយ៉ាងខ្លាំងគ្រាន់តែធ្វើតាមដែលខ្ញុំនិយាយហ្វាងសៅបើខ្ញុំធ្វើបែបនោះអាជីពរបស់ខ្ញុំចប់ហើយតើអ្នកខ្លាចអ្វីបន្ទាប់ពីធ្វើបែបនេះសម្រាប់ខ្ញុំពួកគេនឹងផ្ដល់ឲ្យអ្នកនៅចំនួនទឹកប្រាក់ដែលអ្នកមិនអាចចំណាយបានក្នុងមួយជីវិតរបស់អ្នកហ្វាងសៅតើលិនរយវិញពិតជាខ្លាំងមែនឬដោយមិនគិតពីអ្នកណាដែលរារាំងផ្លូវខ្ញុំក្នុងការឈ្នះជើងឯកត្រូវតែបាត់ខ្លួនលោកក្រវ័យក្មេងហ្វាងបានប្រាប់ខ្ញុំឲ្យបង្រៀនមេរៀនមួយដល់លិនរុយហ្វេងតើពួកគេហ៊ានធ្វើបាបយ៉ាង Master Feng យ៉ាងដូចម្ដេចលិនរុយវិញអ្នកបានបញ្ចប់ហើយអ្វីលិនរុយវិញមាននរណាម្នាក់បានរាយការណ៍ថាអ្នកបានបន្ថែមសារធាតុបន្ថែមហាមឃាត់ទៅក្នុងខេឡុយក្រហមស៊ូដងហ្វាងឡាវខ្ញុំបានឃើញតបភ្នែកថាពណ៌ស៊ុបរបស់គាត់មិនធម្មតាទេពណ៌នេះមិនអាចសម្រេចបានដោយការលាយល្ពៅធម្មតានិងលឿងសុទ្ធទេខ្ញុំជាចុងភៅខ្ញុំដឹងថាអ្វីដែលជារឿងធម្មតាតើអ្វីជាភាពមិនប្រក្រតីតើអ្នកបានឃើញដំណើរការផលិតរបស់ខ្ញុំទេលោកហ្វាងខ្ញុំស្នើសុំឲ្យធ្វើម្ហូបនេះឡើងវិញនៅនឹងកន្លែងបើកពេញលេញមនុស្សគ្រប់គ្នាបានមើលល្អសាកល្បងវាឲ្យមើលថាតើវាមានផ្ទុកស៊ូដេនវេតដែរឬទេលោកហ្សេងមីងយួនតើអ្វីជាមូលដ្ឋានសម្រាប់របាយការណ៍របស់អ្នកទេខ្ញុំគិតថាពណ៌ភ្លឺពេកខ្ញុំគិតថាអ្នកគិតតើអ្នកដឹងពីអ្វីដែលអ្នកចង់មានន័យថាពួកខ្ញុំគិតថាទេស្ទើរតែបំផ្លាញកេរ្តិ៍ឈ្មោះរបស់មេចុងភើម្នាក់រីកាដោយចិត្តនីអាក្រក់អំពីការជឿនលឿនរបស់លិនរុយវិញអ្នកផ្ដល់ព័ត៌មាននឹងត្រូវដកសិទ្ធិចេញពីការប្រកួតលិនរុយវិញកុំគិតថាអ្នកនឹងមានសុវត្ថិភាពដោយសារតែអ្នកបានលាក់ខ្លួននៅក្នុងទីក្រុងនោះទេអ្នកត្រូវតែផ្ដល់ការពន្យល់ដល់យើងនៅថ្ងៃនេះមីងហុងម៉ៃអ្នកនៅទីនេះម្ដងទៀតមិត្តភក្តិសារព័ត៌មានជាទីគោរពខ្ញុំឈ្មោះយ៉េងមេងយួនអ្នកស្រីចៅនេះមកពីស្រុកកំណើតដូចគ្នានឹងលីនរុយហ្វេងគាត់អាចថ្លែងទីបន្តបានពេលលីនរុយហ្វេងអង្គុយនៅពិធីជប់លៀងក្នុងភូមិមានអាកប្បកិរិយាបោកប្រាស់ចំពោះអ្នកប្រើប្រាស់តែរិយាបថជាក់លាក់អ្វីខ្លះដែលកំពុងត្រូវបានពិពណ៌នាការដំឡើងថ្លៃនៅនឹងកន្លែងបានកើនឡើងពី150ទៅ200វាបត់ស្ដាម13គាត់បានធ្វើការនៅក្នុងភូមិរបស់យើងអស់រយៈពេល15ឆ្នាំវាធ្លាប់មាន150ហើយបន្ទាប់មកវាបានកើនឡើងដល់200តើនេះជាអ្វីបើមិនមែនគ្មានបេះដូងហាហោមលោកយ៉ាវហងមេតើអ្នកហ៊ាននិយាយឲ្យច្បាស់នៅចំពោះមុខមនុស្សគ្រប់គ្នាទេម៉ែជីយ៉នអ្នកភូមិដូចគ្នាឲ្យខ្ញុំជាមិត្តភក្តិកុមារភាពរបស់ម៉ាទីជុននិងលីនរុយហ្វេងខ្ញុំបានមកថ្ងៃនេះវានិយាយអំពីការធ្វើឲ្យអ្វីច្បាស់លាស់លីនរុយហ្វេងបានធ្វើជាអ្នករៀបចំពិធីជប់លៀងក្នុងភូមិរបស់យើងអស់រយៈពេល15ឆ្នាំមកហើយ150យន្តក្នុងមួយតូបប៉ុន្តែតម្លៃគ្រឿងផ្សំគឺ230 250គាត់បានដាក់70ឬ80យន្តនៅលើតូមួយទាំងរូបភាពដែលមានតម្លៃជាង160,000យន្តត្រូវបានដាក់តាំងបង្ហាញក្នុងរយៈពេល15ឆ្នាំមនុស្សមួយចំនួននៅក្នុងភូមិរបស់យើងគឺមិនចេះដឹងគុណញ៉ាំអាហាររបស់អ្នកដទៃហើយផឹកទឹករបស់អ្នកដទៃហើយអ្នកចង់វាយកំទេចឆ្នាំងរបស់អ្នកដទៃថ្ងៃនេះខ្ញុំសូមសួរអ្នកថាតើគោលការណ៍បែបនេះមាននៅក្នុងលោកនេះទេតើការបញ្ជាទិញទាំងនេះពិតប្រាកដមែនទេនេះមួយគឺពិតប្រាកដការបរិច្ឆេទស្ថិតនៅលើវាតម្លៃនិងហត្ថលេខាកិនន័យឲ្យកោភូមិរបស់យើងអាចផ្ដល់សក្ខីកម្មបានលោកយ៉េងមីងយួនតើអ្នកមានប្រតិកម្មយ៉ាងណាចំពោះរឿងនេះខ្ញុំមិនដឹងទេខ្ញុំបានមើលស្រាវលិនរុយវិញហ៊ានបញ្ឈប់ខ្ញុំពីការឈ្នះជើងឯកអ្នកគ្រាន់តែរងចាំហេ
តើអ្នកអាចជួយខ្ញុំមួយបានទេស៊ើបអង្កេត Lynn Raven កាន់តែលម្អិតកាន់តែល្អរួមទាំងទង្វើរបស់គាត់នៅក្នុងភូមិមិនថាវាពិតឬខ្លាំងទេឲ្យតែវាដំណើរការបានគឺល្អការកែលម្អខ្ញុំបានមកដោយមិនបានអញ្ជើញតើអ្នកដឹងដោយរបៀបណាមានអ្នកភូមិម្នាក់បានប្រាប់ខ្ញុំថាចៅហុងម៉ៃកំពុងមកបង្កបញ្ហាដល់អ្នកនាងក៏បានភ្ជាប់ពាក្យជាមួយយ៉េងមិញយួនដែរដូច្នេះខ្ញុំបាននាំមនុស្សមួយចំនួនមកជាមួយខ្ញុំលើកចុងក្រោយខ្ញុំមិនបានក្រោកឈរឡើងទេពេលដែលមាននរណាម្នាក់គប់ទល់មកលើអ្នកខ្ញុំមិនអាចទប់ចិត្តបានទេលើកនេះអរគុណបងប្រុសអ្នកត្រូវតែសុំទោសខ្ញុំនឹងមិនធ្វើទេតើអ្នកដឹងទេថាអ្នកភូមិទាំងមូលគិតយ៉ាងណាចំពោះអ្នកអ្វីដែលពួកគេគិតអំពីគ្រួសារយើងគឺជារឿងរបស់ពួកគេខ្ញុំចៅហុងម៉ៃមិនត្រូវការអ្នកណាបង្រៀនខ្ញុំពីរបៀបរស់នៅទេចៅហុងម៉ៃអ្នកធ្វើឈុតឆាកគ្រប់គ្រាន់ហើយឬនៅហុងម៉ៃខ្ញុំបានតាមដានអ្នកអស់រយៈពេល30ឆ្នាំមកហើយខ្ញុំនឹងមិននិយាយអ្វីទេទោះបីជាអ្នកមើងម៉ាត់និងមើងម៉ាត់ក៏ដោយប៉ុន្តែលើកនេះអ្នកពិតជាបានធ្វើខុសមែនអ្នកបានធ្វើឲ្យខ្ញុំអាម៉ាស់មុខទាំងស្រុងបើអ្នកមិនសុំទោសចូលយើងឈប់រស់នៅបែបនេះទៀតខ្ញុំកំពុងទៅកែលម្អមីងសុំទោសអស់រយៈពេល15ឆ្នាំកន្លងមកនេះអ្នកបានចំណាយប្រាក់ផ្ទាល់ខ្លួនរបស់អ្នកដើម្បីរៀបចំពិធីជប់លៀងសម្រាប់ភូមិមីងរបស់ខ្ញុំមិនត្រឹមតែមិនពេញចិត្តវាទេពួកគេថែមទាំងបានផ្ដួលទៅរបស់អ្នកហើយហៅអ្នកថាគ្មានបេះដូងទៀតផងពួកគេថែមទាំងបានទៅកន្លែងដែលអ្នកកំពុងប្រកួតប្រជែងដើម្បីបង្កបញ្ហាទៀតផងមីងមិនមែនជាមនុស្សទេវាខ្ញុំជេរខ្ញុំមីងស្គាល់ខ្ញុំក្រោកឡើងហើយវាមិនអីទេខ្ញុំមិនត្រូវការការសុំទោសរបស់អ្នកទេអ្វីដែលខ្ញុំត្រូវការឲ្យអ្នកចងចាំគឺរឿងនេះមិត្តភាពមិនមានន័យថាត្រូវគ្នាទេពេលដែលការបោកប្រាស់បាត់ទៅហើយវាពិតជាបាត់ទៅហើយLynn Raven មែនទេខ្ញុំជាគូប្រជែងរបស់អ្នកនៅក្នុងការប្រកួតបន្ទាប់ Feng Zihao កូនប្រុសរបស់ Feng Wanyan ខ្ញុំដឹងខ្ញុំចង់ធ្វើកិច្ចព្រមព្រៀងជាមួយអ្នកប្រតិបត្តិការអ្វីតើខ្ញុំនឹងឲ្យលុយអ្នកប៉ុន្មានប្រសិនបើអ្នកដកខ្លួនចេញពីការប្រកួត500,000គឺគ្រប់គ្រាន់សម្រាប់អ្នកដើម្បីបើកភោជនីយដ្ឋានតូចមួយចុះយ៉ាងណាវិញយកលុយ500,000ហើយចាក់ចេញទៅនៅវគ្គផ្ដាច់ព្រាត់ខ្ញុំឈ្នះហើយអ្នកនឹងទទួលបានប្រាក់ឈ្នួលជាស្ថានភាពឈ្នះតើអ្នកគិតថាលុយ500,000អាចទិញសេចក្តីថ្លៃថ្នូររបស់មេចុងភៅបានទេកុំបដិសេធការលើកកែវដោយគួរសមដើម្បីតែត្រូវបង្ខំចិត្តផឹកស្រាខ្ញុំមិនផឹកស្រាទេខ្ញុំគ្រាន់តែចំអិនប៉ុណ្ណោះមិនអីទេអ្នករងចាំមើលសិនអ្វីដែលត្រូវធ្វើអំពីរួយវិញជីអាជីវកម្មទាំងអស់បានបាត់ខ្លួនក្នុងពេលតែមួយតើយើងគួរចេញសេចក្តីថ្លែងការណ៍ដើម្បីពន្យល់ទេពន្យល់ពីអ្វីតើការពន្យល់នេះសម្រាប់អ្នកណាវាគ្មានប្រយោជន៍ទេក្នុងការនិយាយអ្វីឥឡូវនេះកាលណាអ្នកពន្យល់កាន់តែច្រើនពួកគេកាន់តែគិតថាអ្នកមានកំហុសចូលយើងទុកវាចោលត្រឹមនឹងមិនរាប់បញ្ចូលខ្ញុំមានវិធីចិញ្ចឹមវាតើវាជាប្រព័ន្ធផ្សព្វផ្សាយមែនទេខ្ញុំចង់សុំឲ្យបងធ្វើការផ្សាយផ្ទាល់ដំណើរការទាំងមូលនៃការចម្អិនអាហារគ្រឿងផ្សំនិងគ្រឿងទេសទាំងអស់ត្រូវបានធ្វើតេស្តផ្ទាល់នៅនឹងកន្លែងហ្វាងជីហាវអ្នកចង់បំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្ញុំបន្ទាប់មកខ្ញុំនឹងធ្វើវានៅចំពោះមុខមនុស្សគ្រប់គ្នាបង្កើតកេរ្តិ៍ឈ្មោះរបស់អ្នក